ជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាមកខាងការសម្ដែងរឿងនឹងយករឿងល្បួងស្នេហ៍តកចង្គង់សឹមមកសម្ដែងជូនអ្នកទាំងអស់គ្នាស្ដាប់សាច់រឿងរបស់យើងនឹងផ្ដើមចេញពីពលានយន្តហោះឆុងឈេងជាងប៉ៃមួយជាមួយនឹងវ៉ាលីមួយសៃអឹមតូចល្មមបានវល់កង់តាមម្ចាស់របស់ខ្លួនឯងដែលមានមៀតមាំខ្ពស់ច្រមុះស្រួញបបោមាត់មានមុនស្នេហ៍ឆុងឈេងគឺជាទីក្រុងដែលមានភ្លើងពណ៌ដំណើរទេសចរណ៍រំសាយអារម្មណ៍មួយនេះការត្រឡប់ចូលប្រទេសវិញរបស់គេលើកនេះគឺជាលើកចុងក្រោយគេលែងចេញតារាទៀតហើយ William Fanger គឺជាឈ្មោះរបស់អ្នកប្រុសត្រកូលជង្គង់កំណែតប្រចាំប្រទេសគេគឺជាមនុស្សស្ងប់ស្ងាត់មុខមាំនិងឈាមត្រជាក់គេមកលើកនេះភ្ជាប់ជាមួយនឹងការសងសឹកយ៉ាងកំណែតអ្នកណាដែលជំពាក់ស្អីយើងខ្លះយកមកឲ្យអស់បើថ្ងៃនេះយកមិនបានកុំឲ្យយើងឃើញមុខឲ្យសោះ William Fanger បានបញ្ជាទៅកូនចៅរបស់គេឲ្យទៅទារបំណុលគ្រប់បែបយ៉ាងដែលគ្រប់គ្នាបានជំពាក់គេមកលើកនេះគឺមិនបានមកលេងសើចឬក៏ទន់ខ្សោយដូចពីមុននោះទេបន្ទាប់ពីបាក់បញ្ជាយ៉ាងម៉ត់ចត់ទៅកូនចៅហើយ Fanger ក៏បានធ្វើដំណើរទៅលេងលោកយាយរបស់ខ្លួនព្រោះគេបែកយាយជាច្រើនឆ្នាំមកហើយនៅតាមផ្លូវធ្វើដំណើរពីមុខពលានយន្តហោះឆ្ពោះទៅរកភូមិគ្រឹះនៅជិតកណ្ដាលក្រុងឆុងឈីងរហូតទៅដល់ទ្វារមុខចូលផ្ទះឡានរុះរយឈប់ងក់នៅនឹងមុខខ្លោងទ្វាររៀងសង្ហាទម្លាក់ជើងចុះពីលើយានយន្តឈានចូលទៅក្នុងផ្ទះនៅពេលដែលចូលទៅក្នុងផ្ទះហើយ Fanger ក៏ស្ទុះទៅអោបលោកយាយដែលក្តីនឹករលឹកព្រោះរយៈពេល5ឆ្នាំហើយដែលគេបានបែកពីផ្ទះរបស់គេទៅនៅស្រុកក្រៅម្នាក់ឯងគេក៏និយាយថាចៅពិតជានឹកលោកយាយណាស់ហើយក៏បានទៅថាលោកយាយដែលក្តីនឹករលឹកជាខ្លាំងតែលោកយាយគេបែរជានិយាយថាមិនចាំបាច់មកលួងទេឯងនឹកយើងមែនតែឯងមកវិញឯងទៅទេស្អីក៏មិនយកមកផ្ញើយើងដែរនេះមែនទេដែលថានឹកយាយនោះ Fanger ក៏បានតបត្រឡប់ទៅវិញថាចុះលោកយាយចង់បានអ្វីពីចៅទៅលោកយាយក៏ឆ្លើយតបមកវិញថាយើងចង់បានចៅប្រសាស្រីមួយគ្រាន់ទុកប្រើតែប៉ុណ្ណឹងគ្រប់គ្រាន់សម្រាប់យើងហើយ Fanger មិននិយាយច្រើនទេគ្រាន់តែលើលោកយាយថាចង់បានចៅប្រសាស្រីគេក៏ប្រាប់លោកយាយថានៅថ្ងៃនេះគេរវល់មិនបានមកផ្ទះនៅជាមួយលោកយាយទេដោយសារតែមួយជីវិតគេនេះគេគិតថាគេមិនអាចមានស្នេហាម្ដងទៀតបានឡើយចំណែកលោកយាយ William វិញគាត់ក៏បានប្រាប់ចៅប្រុសរបស់គាត់ថាឲ្យដើរមើលកុំមុំនៅជិតផ្ទះនឹងទៅគាត់ឃើញស្អាតច្រើនណាស់ប៉ុន្តែ Fanger មិនបានខ្វល់ឡើយគេក៏លើកទូរស័ព្ទមកនិយាយគ្រាន់តែគេចុចទូរស័ព្ទទទួលភ្លាមអ្នកម្ខាងទៀតក៏និយាយថារកឃើញអនាគតលោកស្រីហើយចវាយហើយគេក៏តបទៅវិញថាចាប់ឲ្យបានបញ្ជូនទៅផ្ទះយើងបន្តិចទៀតយើងនឹងចេញទៅហើយគេនិយាយចប់ក៏ចេញឡានទៅរកមនុស្សស្រីម្នាក់នោះភ្លាមទៅដល់កន្លែងរួចត្រីជាងចើអ៊ីសឹងកំពុងតែដើរពីសាលារៀនមកផ្សារលក់ត្រីមួយកន្លែងតែត្រូវក្រុមមនុស្សឯកខ្មៅមួយក្រុមស្ទាក់ផ្លូវនាងពួកឯងជាអ្នកណាចង់ធ្វើអ្វីពួកមួយក្រុមនោះក៏តបទៅវិញថាចាប់ហើយពួកក្រុមឯកខ្មៅនោះក៏បានយកថង់ខ្មៅគ្របក្បាលរបស់អ៊ីស៊ីងហើយវាយនាងសម្លាប់ទៅនៅពេលដែលអ៊ីស៊ីងងើបពីសម្លាប់វិញនាងមានអារម្មណ៍ថាមិនដឹងថាខ្លួនឯងនៅទីណាហើយក៏មានអារម្មណ៍ថាខ្លួនឯងពិតជាយកស្បិនមែនទេនាងមានអារម្មណ៍ថាផ្ទះនេះជាផ្ទះរបស់អ្នកណាតួឯកស្រីកំពុងតែសួរខ្លួនឯងម្ដងហើយម្ដងទៀតស្រាក់សំឡេងទ្វារបន្ទប់បើកស្រាប់តែមានសំឡេងមួយខៅមកកាន់អ៊ីស៊ីងបន្ទប់ខ្ញុំយ៉ាងម៉េចដែរសុខសប្បាយឬអត់ Fanger ចូលមកឈរអោបដៃសួរទៅកាន់អ្នកដែលកំពុងអង្គុយនៅលើគ្រែទាំងមានអារម្មណ៍ថាខ្លួនឯងឈឺក្បាលនៅមមីមើលមិនដឹងអីនៅឡើយអ៊ីស៊ីងនាងងាកទៅឃើញ Fanger ភ្លាមក៏ភ្ញាក់ផ្អើលឯង Fanger មែនទេនាងសួរដើម្បីបញ្ជាក់ឲ្យច្បាស់ព្រោះនាងមានអារម្មណ៍ថាមិនមែនជាគេគឺយើងយ៉ាងម៉េចសុខសប្បាយអត់ពេលបានជួបគ្នាគេសួរនាងបណ្ដាហើយដើរចូលទៅចិត្តនាងបណ្ដាហើយឈ្មោះមុខទៅចិត្តអ៊ីស៊ីងនាងស្លន់ចង់លេចនំទៅហើយដោយសារមិនដឹងថាគេចាប់នាងយកមកធ្វើអ្វីនាងក៏សួរទៅគេទៅចាប់ខ្ញុំមកធ្វើអ្វី Fanger ក៏អោនទៅចិត្តហើយខ្សឹបប្រាប់នាងថាធ្វើអ្វីដែលប្រុសនិងស្រីគួរធ្វើនៅពេលដែលនៅពីរនាក់
គ្រាន់តែឮសំដីគេនាងក៏បះរោមច្រាងទៅហើយនាងរុញគេចេញហើយក៏មិនភ្លេចបោះសេចក្ដីទៅវិញដែរឆ្កួតនៅតែគិតអីឆ្កួតទៅដែរនិយាយលេងទេគឺចង់សងសឹកនឹងចោលឲ្យយូរតែប៉ុណ្ណោះបើគេឃើញនាងនៅជិតខ្ញុំតែគេមានអារម្មណ៍យ៉ាងណាទៅហោះហ្វាំងចើខ្សោយហើយដើរចេញគេដើរចេញទៅបាត់ចាក់សោនាងនៅក្នុងបន្ទប់ម្នាក់ឯងធ្វើឲ្យអ៊ីស៊ីងមានចាប់ផ្ដើមគិតថាគេចាប់នាងយកមកធ្វើជាកូនអុកមួយសន្ទុះក្រោយមកហ្វាំងចើគេត្រឡប់មកវិញហើយអ៊ីស៊ីងនាងនៅមិនអស់ចិត្តថាហេតុអ្វីគេចាប់នាងមកវិញនាងក៏បោះសំដីទៅសួរគេម្ដងទៀតថាយកខ្ញុំមកធ្វើជាកូនអុកមែនគេក៏ឆ្លើយប្រាប់វិញថាអត់ទេត្រឹមជាស្រីលើក្រែបានហើយគេនិយាយហើយក៏ស្ទុះទៅចាប់នាងមួយទំហឹង